ជីវិតត្រូវការការតស៊ូសួស្តីអ្នកទាំងអស់គ្នាសូមអរគុណដែលបានចំណាយពេលវេលាមកស្ដាប់ podcast ថ្ងៃនេះប្រធានបទរបស់យើងគឺជីវិតត្រូវការការតស៊ូមិនថាជាអ្នកណាមកពីណាឬមានក្តីសុបិនបែបណានោះទេការតស៊ូគឺជាផ្នែកមួយនៃជីវិតមនុស្សជាច្រើនប្រាថ្នាចង់ឲ្យជីវិតងាយស្រួលគ្មានឧបសគ្គគ្មានការបរាជ័យនិងគ្មានការខកចិត្តប៉ុន្តែការពិតគឺការរីកចម្រើនមិនដែលកើតចេញពីតំបន់សុខស្រួលនោះទេជោគជ័យពិតប្រាកដតែងតែទាមទារការខិតខំប្រឹងប្រែងការអត់ធ្មត់និងការមិនបោះបង់សូមស្រមៃថាមានគ្រាប់ពូជមួយត្រូវបានដាំនៅក្នុងដីមុនពេលវាក្លាយទៅជាដើមឈើដ៏រឹងមាំវាត្រូវជ្រៀតចេញពីភាពងងឹតនៅក្នុងដីវាត្រូវប្រឈមមុខទៅនឹងសម្ពាធពីគ្រប់ទិសប៉ុន្តែវានៅតែបន្តលូតលាស់រហូតបានឃើញពន្លឺព្រះអាទិត្យជីវិតរបស់យើងក៏ដូចគ្នាដែរឧបសគ្គមិនមែនជាសញ្ញាថាយើងដើរផ្លូវខុសទេប៉ុន្តែជាដំណើរការដែលយើងរៀបចំខ្លួនឲ្យក្លាយទៅជាមនុស្សដែលរឹងមាំជាងមុនមនុស្សជោគជ័យជាច្រើនបានជួបការបរាជ័យរាប់មិនអស់មុនពេលទទួលបានភាពជោគជ័យអ្នកជំនួញជាច្រើនបានបាត់បង់អាជីវកម្មមុនពេលកសាងក្រុមហ៊ុនដ៏រឹងមាំអ្នកវិទ្យាសាស្ត្រជាច្រើនបានធ្វើការពិសោធន៍រាប់លានដងមុនពេលរកឃើញអ្វីដែលផ្លាស់ប្ដូរពិភពលោកភាពជោគជ័យរបស់ពួកគេមិនកើតចេញពីសំណាងទេប៉ុន្តែកើតចេញពីការតស៊ូមិនបោះបង់នៅពេលដែលយើងជួបការលំបាកយើងតែងតែសួរថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំប៉ុន្តែប្រហែលជាសំណួរដែលប្រសើរជាងគេគឺតើខ្ញុំអាចរៀនអ្វីខ្លះពីការជួបនៅការលំបាកនេះហើយវាបានផ្ដល់បទពិសោធន៍អ្វីខ្លះរាល់ឧបសគ្គសុទ្ធតែជាមេរៀនការបរាជ័យបង្រៀនយើងឲ្យមានភាពរឹងមាំការលំបាកបង្រៀនយើងឲ្យមានភាពអត់ធ្មត់រឹងមាំការរិះគន់ជួយឲ្យយើងកែលម្អខ្លួនឯងការរងចាំការបង្រៀនឲ្យយើងចេះគ្រប់គ្រងអារម្មណ៍សូម្បីតែការខកចិត្តក៏អាចបើកទ្វារទៅកាន់ឱកាសថ្មីៗដែលយើងមិនធ្លាប់គិតដល់ជាការពិតណាស់ការតស៊ូមិនមែនជារឿងងាយស្រួលឡើយមានថ្ងៃខ្លះយើងមានអារម្មណ៍ថានឿយហត់បាក់ទឹកចិត្តនិងមិនប្រកបចំពោះអនាគតប៉ុន្តែយើងត្រូវចងចាំថាការរីកចម្រើនមិនកើតឡើងភ្លាមៗទេការខិតខំប្រឹងប្រែងតូចៗដែលធ្វើជាប្រចាំនឹងនាំទៅរកលទ្ធផលដ៏អស្ចារ្យនៅថ្ងៃខាងមុខសូមស្រមៃថាអ្នកកំពុងឡើងភ្នំមួយពេលឈរទៅលើជើងភ្នំកម្ពស់ហាក់ដូចជាឆ្ងាយណាស់ប៉ុន្តែរាល់ជំហានដែលអ្នកដើរអ្នកកាន់តែជិតទៅដល់គោលដៅប្រសិនបើអ្នកបោះបង់ពាក់កណ្ដាលផ្លូវអ្នកនឹងមិនអាចឃើញទេសភាពដ៏ស្រស់ស្អាតនៅលើភ្នំបានឡើយកំហុសដ៏ធំមួយដែលមនុស្សធ្វើគឺការប្រៀបធៀបជីវិតរបស់ខ្លួនជាមួយនឹងអ្នកដទៃនៅលើបណ្ដាញសង្គមយើងភាគច្រើនតែងតែឃើញភាពជោគជ័យឬរង្វាន់ដែលការធ្វើដំណើរនឹងស្នាមញញឹមប៉ុន្តែយើងមិនបានឃើញការខិតខំប្រឹងប្រែងការលះបង់និងទឹកភ្នែកនិងការបរាជ័យដែលនៅពីក្រោយភាពជោគជ័យទាំងនោះទេដំណើររបស់អ្នកគឺមានតម្លៃដោយខ្លួនឯងពេលវេលារបស់អ្នកក៏មិនខុសពីអ្នកដទៃដែរកុំឲ្យភាពជោគជ័យរបស់អ្នកផ្សេងធ្វើឲ្យអ្នកសង្ស័យលើសមត្ថភាពខ្លួនឯងផ្ទុយទៅវិញចូលព្យាយាមអភិវឌ្ឍខ្លួនឲ្យប្រសើរឡើងបន្តិចម្ដងជារៀងរាល់ថ្ងៃអានសៀវភៅ1 ម៉ោងបន្ថែមហាត់ជំនាញ1 ម៉ោងបន្ថែមសន្សំប្រាក់បន្តិចបន្តួចរៀនជំនាញថ្មីមួយជួយអ្នកដទៃទោះជារឿងតូចតាចក៏ដោយប៉ុន្តែការធ្វើជាប្រចាំនឹងបង្កើតអនាគតដ៏អស្ចារ្យការតស៊ូមិនត្រឹមតែនាំទៅរកភាពជោគជ័យប៉ុណ្ណោះទេប៉ុន្តែវាក៏អាចកសាងចរិតលក្ខណៈរបស់យើងផងដែរប្រសិនបើថ្ងៃនេះអ្នកកំពុងប្រឈមមុខទៅនឹងបញ្ហាសូមកុំអស់សង្ឃឹមការលំបាកដែលអ្នកកំពុងជួបមិនមែនជាទីបញ្ចប់នៃជីវិតទេបន្ទាប់ពីរាត្រីដ៏ងងឹតតែងតែមានពន្លឺព្រះអាទិត្យរះគ្រប់រដូវកាលសុទ្ធតែត្រូវការផ្លាស់ប្ដូរគ្រប់ជំពូកនៃជីវិតសុទ្ធតែមានចុងបញ្ចប់ដរាបណាអ្នកនៅតែបន្តដើរទៅមុខទោះនៅមានក្តីសង្ឃឹមសម្រាប់ថ្ងៃស្អែកដូច្នេះសូមជឿជាក់លើខ្លួនឯងបន្តរៀនបន្តអភិវឌ្ឍខ្លួនបន្តក្រោកឡើងវិញបន្ទាប់ពីការដួលគ្រប់លើកមនុស្សដែលរឹងមាំបំផុតមិនមែនជាមនុស្សដែលមិនធ្លាប់
ជួបការលំបាកនោះទេប៉ុន្តែជាមនុស្សដែលមិនព្រមបោះបង់ទោះបីជាជួបឧបសគ្គប៉ុណ្ណាក៏ដោយមុននឹងបញ្ចប់ podcast ថ្ងៃនេះសូមរងចាំសារមួយនេះជីវិតមិនមែនមានន័យព្រោះវាជាភាពងាយស្រួលទេប៉ុន្តែវាមានន័យព្រោះយើងមានភាពក្លាហាននៅក្នុងការប្រឈមមុខទៅនឹងការលំបាករៀនអំពីវាហើយបន្តដំណើរទៅមុខដោយក្តីសង្ឃឹមសូមអរគុណចំពោះការស្ដាប់ podcast ថ្ងៃនេះប្រសិនបើសារនេះមានប្រយោជន៍សូមចែករំលែកទៅកាន់មនុស្សដែលត្រូវការកម្លាំងចិត្តជួបគ្នានៅវគ្គបន្ទាប់សូមជូនពរអ្នកទាំងអស់គ្នាមានកម្លាំងចិត្តមិនបោះបង់និងបន្តការតស៊ូដើម្បីក្តីសុបិនរបស់អ្នកសូមអរគុណ